u hai avai Americ mình bấm pẹ avut ao crom Kurd Iran chào vô chặt tập đại hướng năng ta ọt vô chặt tập đại hướng năng thế vì pro chen na cha na công nítរដ្ឋាភិបាល Trump បានបញ្ជូនភ្នាក់ងារ CIA ទៅតាក់ទងនឹងពួក Kurd ហើយចង់ប្រើប្រាស់ពួក Kurd ដើម្បីចូលលុកក្នុងប្រទេសអ៊ៃរ៉ាន់គំនិតនេះល្ងងខ្លៅណាស់ល្ងងខ្លៅណាស់អ្នកនយោបាយក្នុងរដ្ឋាភិបាល Donald Trump កំពុងល្ងងខ្លៅមិនបានល្ងងខ្លៅការតាក់ទងជនជាតិភាគតិចឲ្យប្រដាប់អាវុធហើយធ្វើសង្គ្រាមនៅក្នុងប្រទេសមួយដែលគេមានជនជាតិភាគច្រើនគឺយើងកំពុងតែដុតភ្លើងអូទៀមកាលណាយើងដុតភ្លើងអូទៀមមិនមែនយើងទៅកាន់កាប់ស្រុកនឹងបានទេវាធ្វើឲ្យម្ចាស់ស្រុកជាអ៊ៃរ៉ានៀនហ្នឹងឧទាហរណ៍មានអ៊ៃរ៉ានៀនជាច្រើនក្រុមដែលបែកបាក់គ្នាបើអាមេរិកបំពាក់អាវុធឲ្យ Kurd ហើយឲ្យ Kurd ចូលទៅបម្រើប្រតិបត្តិការសឹកអាមេរិកនៅក្នុងអ៊ីរ៉ានវាធ្វើឲ្យអ៊ីរ៉ានមានសាមគ្គីភាពដូច្នេះវាដូចជាវៀតណាមប្រើប្រាស់ភ្នងឲ្យវាយខ្មែរច្បាស់ជាមានសាមគ្គីភាពអញ្ចឹងគំនិតរបស់អ្នកគិតនៅក្នុងរដ្ឋាភិបាលTrumpគឺគិតភ្លើទេការប្រើប្រាស់បណ្ដាញដើម្បីទៅបំពាក់អាវុធជនភេទតិចគឺជាការបំបែករដ្ឋដែលមិនអាចកាន់កាប់រដ្ឋនឹងបានបើអាមេរិកចង់ផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយហើយប្រើជនជាតិភេទតិចឲ្យបង្កចលាចលគឺតំបន់ហ្នឹងវាអសន្តិសុខគំនិតនេះភ្លើគំនិតភ្លើនឹងកើតច្រើនញយដូចជាអាមេរិកគ្រប់គ្រងចលនាម៉ុងតាញ៉ាទីបំផុតយួនកុម្មុយនីសយកបានស្រុកយួនភ្លើមួយអាមេរិកគ្រប់គ្រងមូយ៉ាហៃឌីនប្រឆាំងនឹងរុស្ស៊ីភ្លើមួយចុងក្រោយកើតតាលីបានអញ្ចឹងបើហ៊ានបំពាក់អាវុធឲ្យពួកនឹងដោយចាញ់មុខពួកអ៊ីរ៉ានវានឹងសាមគ្គីភាពគ្នាប្រទេសនឹងខ្លាយទៅជាការបែកបាក់ក្រុមហ៊ុនអាមេរិកអត់បានធ្វើអាជីវកម្មបានទេគំនិតភ្លើកំហុសញឹកញយណាស់ដែលចូលចិត្តគិតភ្លើអញ្ចឹងអាមេរិកត្រូវយកចិត្តទុកដាក់លើប្រទេសអ៊ីរ៉ានជាមួយនឹងអ៊ីរ៉ានៀនដោយមិនត្រូវបំបែកប្រទេសនឹងទេហើយផ្លាស់ប្ដូររបបឬក៏បង្ខំឲ្យរបបកែតម្រង់ហើយជួយគាំពែឲ្យមានការស្ដារឡើងវិញនៃប្រទេសហ្នឹងដើម្បីប្រទេសហ្នឹងคล้ายទៅជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនអាមេរិកវិនិយោគជួនកាលទៅអ្នកបង្កើតនយោបាយនៅអាមេរិកក៏ចេះភ្លើដែរហើយអត់ចេះទទួលកំហុសទេកំហុសនៅវៀតណាមកំហុសនៅអាហ្គានីស្ថានចង់ធ្វើកំហុសនៅអ៊ីរ៉ានទៀតធ្វើអីអញ្ចឹងចៅឯងក៏អត់យល់ដែរចៅឯងសួរនេះអត់យល់ទេចៅឯងល្ងងចៅឯងយល់ឃើញថាបំពាក់អាវុធឲ្យពួក Kurd ទៅវាដោះស្រាយបញ្ហារួចដោះស្រាយមិនរួចពួក Kurd ជាជនជាតិភាគតិចនៅក្នុងប្រទេសអ៊ីរ៉ាន90លាននាក់មានកុលសម្ព័ន្ធ9បើហ៊ានតែឧបត្ថម្ភកុលសម្ព័ន្ធណាមួយវាបែកប្រទេសអ៊ីរ៉ានកាលណាបែករុស្ស៊ីមិនបានឃើញទេចៅឯងក៏អត់យល់ហើយអាចង្គួតនៅក្នុងរដ្ឋាភិបាលTrumpហ្នឹងក៏អត់យល់អានោះមានកាន់កាប់បានណាអត់បានទេវាប្រៀបបាននឹងចង់ដូររបបហ៊ុនសែនទៅជួយពួកគួយពួកស្ទៀងឲ្យផ្ដួលហ៊ុនសែនខ្មែរណាជាម្ចាស់ប្រទេសសុកចិត្តនោះច្បាស់ជាទៅសាមគ្គីជាមួយហ៊ុនសែនផ្ដួលពុតទៀមហើយបើមានការបង្ខំវាលាយស្រុកខ្មែរយល់ណាកូនអាហ្នឹងអញ្ចឹងណាបុនថាមិនមែនគិតដូចកូនឯងគិតទេលោកតាតើការលត់ដំនឹងធ្វើកញ្ចះគេខុសគ្នាយ៉ាងណាការលត់ដំគឺយើងវឹកហាត់ខ្លួនយើងឲ្យមាំមួនឲ្យឧស្សាហ៍ឲ្យប្រឹងប្រែងឲ្យចេះអត់ធ្មត់នឹងហៅថាលត់ដំការធ្វើកញ្ចះគេគឺគេជន់ក្បាលដោយហ៊ុនសែនជន់ក្បាលហ៊ុនសែនដែលជន់ក្បាលចៅរាល់ថ្ងៃហ្នឹងចៅជាកញ្ចះហ៊ុនសែនអញ្ចឹងកញ្ចះគឺអ្នកដតីមកជន់ក្បាលមកប្រើមកកេងប្រវាញ់ចំណែកលត់ដំគឺខ្លួនឯងប្រឹងប្រែងរៀនសូត្រឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់មិនឈប់អាហ្នឹងហៅថាលត់ដំ
còn á ok con này lúc ta scam online nơiកំពុងសោមគេបាត់អស់ហើយយ៉ាងប្រហែលជាប្រាប់ហើយខ្ជិលនិយាយទៀតដូចជាអត់ដើរតន់សម័យមកគាត់នៅនិយាយអត់បានការអីណាតានិយាយប្រាប់ហើយបើចៅឯងបើអត់នៅនោះដាក់បាន H 54 52នេះគឺជាចំណាត់ការដែលធនាគារជាតិនៃកម្ពុជាទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិតាក់ទងអំពីការដោះស្រាយបំណុលដែលកំពុងតែស្ទះឬកំពុងតែមានបញ្ហាតាមបំពង់ហិរញ្ញវត្ថុប៉ុណ្ណឹងខ្ញុំហាក់ដូចជាដឹងរឿងហ្នឹងប្រហែលជាមួយឆ្នាំហើយណាអានេះជាចំណាត់ការធនាគារអូខេលោកតាសុំនិយាយពីការកំណត់គោលដៅសំណុំពោហ្នឹងឆ្លើយអត់រួចព្រោះដូចអត់ច្បាស់ណាកូនណា Nicholas economic ត្រូវការចេះ calculus ឬទេទៅសួរសាលាថាតើសិក្សា economic មានតម្រូវឲ្យរៀន calculus ឬទេចម្លើយនៅហ្នឹងណាទៅសួរសាលាមុខវិជ្ជា economics ត្រូវការរៀន mathematics អីខ្លះអូខេលោកតា will the gas price drop អត់មានអ្នកណាចេះធ្វើគ្រូទាយទេចាឯងចូលចិត្តគ្រូទាយទៅសួរអាឆែតមកក្តីលោកតាតើ 4-5 ឆ្នាំខាងមុខសួរហើយឆ្លើយហើយណាកូនណាលោកតាតើខ្ញុំគួរធ្វើម៉េចឲ្យគេស្រឡាញ់តាដេញចោលទៅចប់ហើយឲ្យត្រូវការតាដេញចាញ់តែតាដេញចាឯងចាញ់ទៅវាបានគេស្រឡាញ់ហើយលោកតាតើលោកតាគិតយ៉ាងដូចម្ដេចចំពោះសម័យអត់មានអាណាទៅគិតអូខ្មោចយកអីទេ50ឆ្នាំមុនអត់មានអាណាគិតអីទេអាហ្នឹងជាប្រវត្តិសាស្ត្រគ្មានអាណាគេយកស្អីមកគិតទេគេគិតពីឥឡូវនេះគេគ្មានទៅគិតអីណារបស់ដែលដួលទៅហើយទេជាប្រវត្តិសាស្ត្រមកសួរលលីលលើហ្មងគិតអាម៉េចគេអត់ដែលសួរអញ្ចឹងទេណា Could you briefly explain what you usually check before starting a book I remember you once show how you check background before reading okay ខ្ញុំស្មានតែនិយាយពីរឿង close book នៅក្នុង business អូខេឥឡូវយើងមើលសៀវភៅនេះមួយសៀវភៅនេះវាមាន5 volume គេហៅ global connection យើងឃើញឈ្មោះអ្នកនិពន្ធច្រើនចឹងមានន័យថាសៀវភៅនេះមិនមែនជាសៀវភៅដែលតាក់តែងដោយមនុស្សម្នាក់ទេគឺជាសៀវភៅដែល joint editors រៀបរៀងដោយមនុស្សច្រើនអ្នកមាន John Goldsworth Ewan Cole Michael Hannigan Peter Perdue Charles Kelly Louis Kelly ជាដើមឡើងឡាអញ្ចឹងយើងបើកមើលក្រោយទំព័របន្តិចណាយើងបើកមើលបន្តិច John Goldsworth ជាស្អី Professor of History និង International Public Affairs ណាចេញពី Provost at Columbia University យើងដឹងហ៎មកងារគាត់ជាស្អី background គាត់ Ewan Cole ណា Collegiate Professor of History អាមួយខាងលើក៏ Historian អាមួយខាងនេះក៏ History Michael Hannigan Visiting Scholar តូចទេ It's not a big guy Peter Perdue Professor History Yale ណាអូខេCharles Kelly ជា Professor Social Science Louis Kelly អញ្ចឹងសៀវភៅនេះសៀវភៅដែលយើងមើលនេះសៀវភៅដែលយើងតែងអាននេះតកតងនឹង History of Global Connection វាមិនមែនជាសៀវភៅដែលនិពន្ធដោយមនុស្សម្នាក់ទេគឺជាសៀវភៅដែលសរសេរដោយ joint editors ហើយ editor ទាំងអស់គឺ concentrate on history អញ្ចឹង global connection ជា history ទេ politics exchange and social life in world history បើយើងយល់ថាសៀវភៅនេះជាចំណែកមួយពីឆ្នាំ1500យើងតែងអានចុះណាយើងតែងអានចុះឥឡូវយើងមើលសៀវភៅនេះសៀវភៅនេះសរសេរដោយ David Rothkopf អូខេ
មានចំណងជើងថា super class the global power elite and the world they are making ធម្មតាកាលណាយើងកាន់សិភៅដែលគេបោះពុម្ពផ្សាយកាលណាយើងកាន់សិភៅដែលគេបោះពុម្ពផ្សាយគេមាននៅខាងក្របសិភៅខាងក្រោយឬក៏នៅក្នុងស្បែកនៃក្របសិភៅគេឲ្យយើងដឹងថាអ្នកនិពន្ធនឹងជាអ្វីណា David Rothko អូខេតើអ្នកនិពន្ធនឹងជាអ្វីណាដោយសារសិភៅខ្ញុំវាជា e-book ខ្ញុំមើលអត់ឃើញខ្ញុំមើលអត់ឃើញស្បែកខាងក្រោយរបស់សិភៅខ្ញុំអត់អាចបង្ហាញបានតែខ្ញុំអាចបង្ហាញបានថាយើងសម្គាល់ David Rothko KOPF អូខេបើយើងមានទុកបើយើងកាន់សភៅនៅខាងសភៅយើងអាចធ្វើការវិនិច្ឆ័យបានតែនៅក្នុងនេះវាជា e-book តើតែយើងមើលណានេះគឺជាសភៅដែលគាត់សរសេរ David Rothko គាត់ជាអ្នកណា David Rothko គឺជាអ្នកជំនាញខាង foreign policy ជា national security និង political affair analyst commentator អូខេណាគាត់ជា CEO របស់ TRG Media និង Rothko Group a columnist daily beast ប៉ុណ្ណឹងការសិក្សាគាត់នៅណានៅ Columbia University School of Journalism អញ្ចឹងមនុស្សម្នាក់នេះអាយុ70ឆ្នាំកើតឆ្នាំ55នៅ Illinois សហរដ្ឋអាមេរិក background គាត់ជា journalist ណាគាត់បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ University Graduate School of Journalism មួយណាយើងមើលតើគាត់ graduate នៅ Columbia University នៅក្នុងរវាងឆ្នាំណាយើងឃើញថាគាត់ graduate នៅឆ្នាំ1977ហើយគាត់បានចូលរៀននៅ Graduate School of Journalism គាត់ធ្វើការអីយើងមើលពីបទពិសោធន៍ការងាររបស់គាត់យើងមើលបទពិសោធន៍ការងាររបស់គាត់គាត់ធ្លាប់ធ្វើរដ្ឋមន្ត្រីនៅក្នុងសម័យ Clinton គាត់ធ្លាប់ពាក់ព័ន្ធនឹង trade policy ហើយនឹង commerce គាត់ខ្សែគប់ជាមួយនឹងអតីតលោក Henry Kissinger គាត់ជាអ្នកសិក្សាដែលជាប់តាក់ទងជាមួយស្ថាប័នសិក្សាល្បីៗដូចជា Carnegie Endowment International Peace គាត់មានជាក្រុមរបស់គាត់អញ្ចឹងបើមើលទៅប្រវត្តិរបស់គាត់ខ្ញុំធ្លាប់ឃើញមុខគាត់តាម TV មនុស្សនេះគាត់ឥឡូវអាយុ70ហើយមើលទៅការងាររបស់គាត់មើលទៅបទពិសោធន៍របស់គាត់មើលទៅ education background របស់គាត់មាំដូច្នេះកាលណាគាត់មាំសភៅដែលគាត់សរសេរគួរអានឃើញទេអានឹងអញ្ចឹងដូចជាយើងមើលសិភៅដទៃទៀតឧទាហរណ៍ថាយើងយកសិភៅនេះមកមើលសិភៅនេះមានចំណងជើងហៅ The Catholic Church Built Western Civilization សរសេរដោយ Thomas E. Woods Jr. PhD សិភៅនេះអ្នកនិពន្ធគឺជាសាស្ត្រាចារ្យដ៏ល្បីល្បាញម្នាក់ដែលសរសេរសិភៅតាក់ទងនឹងប្រវត្តិសាស្ត្រនិង civilization អឺរ៉ុបជំនាញគាត់គឺ civilization អឺរ៉ុបសិភៅនេះកាលណាយើងសិក្សាពី author ពីអ្នកនិពន្ធយើងចាប់អារម្មណ៍ថាយើងត្រូវអានពិតមែនខ្ញុំទិញសិភៅនេះយកមកអានមិនទិញ e-book ទេខ្ញុំទិញសិភៅហ្មងយកមកអានសិភៅនេះផ្ដល់ចំណេះដឹងឲ្យខ្ញុំច្រើនមែនតើអំពីអ្វីដែលតាក់ទងនឹងព្រះវិហារកាតូលិក
ក៏ប៉ុន្តែអ្វីដែលឲ្យចំណេះដឹងមកខ្ញុំមិនមែនកាតូលិកទេគឺឲ្យចំណេះដឹងមកខ្ញុំដែលខ្ញុំអាចយកទៅសិក្សាពីកំណើតសាលាវត្តខ្មែរ You know we have a pagoda school ដែលគេហៅថាសាលាវត្តនៅស្រុកខ្មែរដែលតាក់ទងនឹងសិភៅមួយរបស់លោកសុងស៊ីវពុទ្ធសាសនានិងវិទ្យាសាស្ត្រការយល់ដឹងអំពី history of Catholic Church និង Western civilization ធ្វើឲ្យខ្ញុំយល់ដឹងថាអរិយធម៌ខ្មែរយ៉ាងម៉េចតែតាមការពិតខ្ញុំមិនសូវយល់ច្បាស់នៅពេលខ្ញុំរៀនពីអរិយធម៌ខ្មែរតែក្រោយពីខ្ញុំបានអានសៀវភៅមួយក្បាលនេះវាផ្ដេកផ្ដួលឲ្យខ្ញុំយល់ដឹងអំពីសាលាវត្តខ្មែរអំពីវត្តខ្មែរពីការថែរក្សានៅសម្បត្តិអក្សរសាស្ត្រជាតិខ្មែរហើយនិងប្រពៃណីខ្មែរដែលពឹងទៅលើមជ្ឈដ្ឋានវត្តដូច្នេះការអានសៀវភៅអំពី Catholic Church Build Western Civilization មិនត្រឹមតែបានទទួលព័ត៌មានមកចេះដឹងខាង Catholic ទេគឺយកអ្វីដែលនៅក្នុងសៀវភៅនេះធ្វើឲ្យខ្ញុំអាចយល់បានអំពីខ្មែរ civilization អាចយល់បានពីចំណុចសាលាវត្តពីព្រោះនៅក្នុងនេះមានរឿងមួយដែលលោក Thomas E. Woods នេះគាត់យកមកនិយាយប្រាប់គាត់ថា Catholic គឺជាអ្នកបង្កើត University Education នៅក្នុងសម័យពួក Barbarian វាយចូលក្រុងរ៉ូមត្រូវរលាយអស់លីងដោយសារតែមាន Catholic ដោយសារតែមាន Catholic Church បានរក្សានៅក្បួនសម្បត្តិហ្នឹងហើយក្រោយមកក៏បានកសាងសាកលវិទ្យាល័យខ្ញុំយករឿងគាត់មកគិតទាំងខ្មែរយើងអញ្ចឹងកុំអីអសរជាតិខ្មែរអត់សល់ទេកុំតែមានវត្តហើយវត្តហ្នឹងហើយជាអ្នកឲ្យខ្ញុំចេះដឹងខ្ញុំខ្លួនឯងអញ្ចឹង the preservation of Khmer civilization culture and societal branches គឺធ្វើឡើងដោយវត្តហ្នឹងជាស្អីជាទីតាំងពុទ្ធសាសនាអញ្ចឹង Cambodian Buddhism ខ្មែរពុទ្ធសាសនាខ្មែរគឺបង្កើតអរិយធម៌ថែរក្សាប្រពៃណីវាដូចគ្នានឹង Catholic Church ដែល build Western civilization អានសៀវភៅមួយក្បាលយកចំណេះពីសៀវភៅហ្នឹងទៅគិតប្រទេសជាតិខ្លួនឯងយល់ពីព្រោះអត់មានគ្រូណាគាត់បញ្យល់អញ្ចឹងតែដោយសារចេះប្រើប្រាស់ព័ត៌មានពីបរទេសយកទៅគុណគូជាមួយនឹងទស្សនវិជ្ជាជាក់ស្ដែងនៃសង្គមធ្វើឲ្យខ្ញុំមានការចេះដឹងតើអ្នកយល់ឬទេតើអ្នកស្ដាប់ខ្លះយល់ឬទេពីចម្លើយរបស់ខ្ញុំសវណ្ណយល់ទេយល់ពីការផ្ដេកផ្ដួលរបស់ខ្ញុំទេអានសៀវភៅបរទេសប៉ុន្តែនឹកគិតដល់ខ្មែរហើយក៏ចេះទៅស្រាវជ្រាវរករឿងរបស់ខ្មែរមកនិយាយប្រាប់ក្មេងជំនាន់ក្រោយដែលរឿងហ្នឹងវាអត់មានសរសេរដោយអ្នកប្រាជ្ញខ្មែរទេ Christianity ជាពិសេស Catholic Church preserve European civilization ថែរក្សាណាថែរក្សាអរិយធម៌ខ្មែរអានសៀវភៅបរទេសតែទាញយកចំណេះពីសៀវភៅបរទេសយកមកគិតអំពីខ្មែរអញ្ចឹងហើយបានជាខ្ញុំចេះតែមានរឿងនិយាយប្រាប់ហើយអ្នកខ្លះថាចុះអានឹងវាដឹងពីណាមកការគូកងព័ត៌មានទេនឹងហើយហៅថាពង្រីកសេចក្តីនោះនឹងហើយថាពង្រីកចំណេះនោះអានសៀវភៅបរទេសតែយល់ដឹងពីរឿងខ្មែរនឹងហើយដែលហៅថាចំណេះវិជ្ជាគ្មានព្រំដែនទេយើងអាចប្រៀបធៀបទៅវិញទៅមកបានណាណារ៉ូដាំពង្រឹងអង់គ្លេសហើយយកអង់គ្លេសជាភាសាយានដើម្បីចំណេះដឹងដទៃឲ្យតែឆ្អិនឆ្អៅអង់គ្លេសហើយគិតធ្វើអីក៏ធ្វើទៅមិនបាច់សួរទេណាអូខេបាច់សួរតាទេចៅចេះហើយណាដូចជា what is the most important life advice that school never teach reading first you will know find books that teach you about life find books that describe life you get the answer ព្រោះចេះអង់គ្លេសតើបានទេកូន
ណាD នេះវាលេខប្រមាណគ្រឿងក៏ដោយបើលេខច្រើនរឹតតែល្អពីព្រោះសង្គ្រាមឆាប់ចប់អូខេជឿនភេរមតើបើយើងមានលទ្ធភាពត្រឹមបរិញ្ញាតែយើងលួចរៀនជំនាញអ្នកស្រាវជ្រាវអត់ចាំបាច់រៀនលួចរៀនទេមុខវិជ្ជាគេអត់មានទុកឲ្យយើងប្លន់ឬលួចគេទេកូនអញ្ចឹងលុបពាក្យលួចយើងថ្នាក់បរិញ្ញា4ឆ្នាំបន្តរៀនក្រៅថែមទៀតជាការល្អ good អូខេលោកតាប្រេងមកសុទ្ធឥឡូវចុះហើយនៅសល់ល្អណាតាខ្ញុំ fail English speaking test ហើយពិបាកចិត្តអត់ពិបាកចិត្តអីទេគ្រាន់តែ fail រៀនថែមទៅកូនសុំសួរថា100ឆ្នាំទៀតអាចបាត់ចេញពីផែនទីទេអត់បាត់ទេម្សិលមិញមកសុទ្ធអូខេល្អសវណ្ណរាយិន What factor that make you speculate a regime change in Iran back in 2000? I did not speculate any. Sorry. I did not say anything about that. Why the Nation Fall book written by Robertson? សិភៅហ្នឹងខ្ញុំមានជាសិភៅហើយក៏ដូចជាមាន e-book ដែរមើលខ្ញុំអានច្រើនដងដែរសិភៅនេះល្អសិភៅនេះមានសិភៅនេះណា The Origin of Power, Prosperity and Poverty Why Nation Fail ណា by Darren Acemoglu និង James A Robinson សិភៅនេះជាសិភៅមួយក្រាស់មានព័ត៌មានច្រើនដែលយើងអាចសិក្សាបានអ្នកសិក្សាភូមិសាស្ត្រនយោបាយអ្នកសិក្សានយោបាយអ្នកសិក្សាអំពីធនធានអ្នកសិក្សាអំពីភូមិសាស្ត្រនយោបាយតកតងធនធាននិងរដ្ឋាភិបាលក៏បីអានសិភៅនេះណាសិភៅនេះនៅពេលអានសិភៅនេះឲ្យបាន10ចប់មិនមែនអានមួយចប់ទេអានមួយចប់មិនយល់ទេដើម្បីអានឲ្យគ្រប់10ចប់ហើយអានសិភៅនេះមួយទៀតឲ្យបាន10ចប់តាជេមសុកទៀមទាឲ្យអានសិតតែ10ចប់អានសិភៅមុនហ្នឹង Why Nation Fail បាន10ចប់ហើយអានសិភៅនេះ Why Leaders Lie ប្រែជាភាសាខ្មែរថាម៉េចបានមេដឹកនាំចាំបាច់កុហកដោយតាត្រាំគាត់កុហកដោយហ៊ុនសែនកុហកស៊ីជីនពីងកុហកម៉េចបានមេដឹកនាំចាំបាច់កុហក Why Leaders Lie The Truth About Lying in International Politics អានសិភៅនេះឲ្យបាន10ចប់គេតាជេមសុកក៏ពិបាកមែនអានសិតតែ10ចប់បើមិនអាន10ចប់ហើយមិនបើយើងមិនមែនសូម្បីតែជនជាតិអាមេរិកកាំងកូនខ្ញុំក៏ត្រូវអានច្រើនចប់ដែរបានវាចេះណាបានវាចេះអញ្ចឹងវិលត្រឡប់មកជួបគ្នា3នាទីទៀតជំរាបលា